Khanh lô bóng ổn ở đấng á, thà nơi Campuchiaយើងមានបទល្មើសនៅពេលដែលយើងបើកបរយានជំនិះប្រើប្រាស់យានជំនិះមិនមែនទៅបុកគេមិនមែនទៅធ្វើអីទេគឺការប្រើប្រាស់នៅឯកសារសម្គាល់យានជំនិះឬក៏បានបើកបររបស់យើងណាកាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះមានចែងអំពីអ្នកដែលប្រើប្រាស់យានជំនិះប្រើប្រាស់បានបើកបរបានសម្គាល់យានជំនិះផ្លាកលេខសម្គាល់យានជំនិះអីជាដើមឬក៏លិខិតអនុញ្ញាតផ្សេងៗមានដូចជាឈៀកមានដូចជាអីហ្នឹងណាអ្នកប្រើប្រាស់នឹងដឹងថាឯកសារឬវត្ថុទាំងអស់ហ្នឹងគឺคล้ายคล้ายវាមិនមែនពិតណាវាមិនមែនចេញពីស្ថាប័នពិតណាចឹងទេត្រូវផ្ដន្ទាទោសពីបទប្រើប្រាស់ឯកសារសាធារណៈคล้ายដោយមានចែងនៅក្នុងមាត្រា630នៃក្រមព្រហ្មទណ្ឌអញ្ចឹងមានច្បាប់2ណាទី1គឺច្បាប់ចរាចរណ៍ផ្លូវគោកហើយនៅទី2គឺក្រមព្រហ្មទណ្ឌនៅក្នុងមាត្រា630នេះគឺមានចែងអំពីបទប្រើប្រាស់ឯកសារសាធារណៈคล้ายហើយបទល្មើសនេះគឺមានការផ្ដន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំហើយនឹងមានពិន័យជាប្រាក់ពី4លានរៀលទៅ10លានរៀលយើងជាអ្នកប្រើប្រាស់យានជំនិះមានម៉ូតូមានឡានទី1មើលច្បាប់ចរាចរណ៍ផ្លូវគោកហើយទី2មើលក្រមព្រហ្មទណ្ឌផងហ្នឹងហើយពីព្រោះយើងភាគច្រើនវាមិនទាំងអស់ទេណាតែភាគច្រើនគឺទិញឡានមកទឹកតគ្នាយកមកប្រើតាមលទ្ធភាពជាក់ស្ដែងរបស់បងប្អូនចឹងទេយើងសូមពិនិត្យមើលឯកសារឲ្យបានច្បាស់លាស់kalauថាឯកសារហ្នឹងវាជាឯកសារคล้ายចឹងទៅយើងនឹងคล้ายទៅជាអ្នកប្រព្រឹត្តបទល្មើសពីព្រោះច្បាប់គេបានចែងទុករួចហើយណា